ស្ត្រីម្នាក់នោះនាងបានស្លាប់បាត់ទៅហើយដោយសារតែម្សិលមិញនេះគឺនាងលក់ចេកមិនដាច់ទាល់តែសោះហើយដោយសារតែការហេវហត់និងការមិនមានអាហារញ៉ាំជាច្រើនថ្ងៃបានធ្វើឲ្យស្ត្រីម្នាក់នោះដាច់ខ្យល់ស្លាប់ភ្លាមៗជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយតើពុកម៉ែបងប្អូនសុខសប្បាយជាទេសម្រាប់នាងខ្ញុំសុខសប្បាយជាធម្មតាហើយនៅក្នុងថ្ងៃនេះផងដែរនាងខ្ញុំក៏នឹងលើករឿងថ្មីមួយដើម្បីយកមកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតោះមកចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំតែរឿងរបស់យើងគឺបានបង្ហាញអំពីស្ត្រីវ័យចំណាស់ម្នាក់ដែលនាងបានប្រកបមុខរបរលក់ចេកទុំបន្ទាប់ពីប្តីរបស់នាងបានស្លាប់ទៅនៅថ្ងៃមួយនាងលក់មិនដាច់ទាល់តែសោះក៏ស្រាប់តែមានឡានយ៉ាងទំនើបហើយម្ចាស់ឡាននោះគឺជាអ្នកមានវ័យក្មេងបុរសដែលជាអ្នកមាននោះក៏បានសួរទៅកាន់ស្ត្រីនោះថាចេកនោះមួយស្និតមានតម្លៃប៉ុន្មានស្ត្រីនោះក៏បានឆ្លើយទៅគាត់វិញថាចេកនេះមួយស្និតមានតម្លៃត្រឹមតែ$7តែប៉ុណ្ណោះបុរសម្នាក់នោះគាត់ក៏បានតថ្លៃថាខ្ញុំឲ្យតម្លៃ$5ក្នុងមួយស្និតតើអ្នកលក់ដែរឬទេស្ត្រីមេម៉ាយម្នាក់នោះគាត់ក៏បាននិយាយថាសុំទោសខ្ញុំមិនអាចចុះដល់$5នោះទេខ្ញុំអាចចុះតម្លៃត្រឹមតែ$6តែប៉ុណ្ណោះបន្ទាប់ពីឮតម្លៃថា$6ហើយបុរសដែលជាអ្នកមានវ័យក្មេងម្នាក់នោះក៏បានបើកឡានចេញទៅនៅក្នុងថ្ងៃនោះផងដែរគឺស្ត្រីមេម៉ាយម្នាក់នោះនាងលក់ចេកមិនដាច់ទាល់តែសោះដោយសារតែការហេវហត់និងការឃ្លានរបស់នាងក៏បានដាច់ខ្យល់ស្លាប់បាត់ទៅដោយសារតែនាងមិនមានអាហារហូបអស់រយៈពេលជាច្រើនថ្ងៃមកហើយនៅថ្ងៃបន្ទាប់បុរសវ័យក្មេងដែលជាអ្នកមាននោះគាត់ក៏បានទៅភោជនីយដ្ឋានមួយដែលមានតម្លៃថ្លៃខ្លាំងមែនទែនបន្ទាប់ពីបុរសម្នាក់នោះគាត់បានញ៉ាំអាហាររួចគាត់ក៏បានកំងផ្លែឈើដើម្បីធ្វើជាបង្អែមលាងមាត់អ្នកបម្រើការងារក៏បានយកផ្លែចេកមកឲ្យគាត់2ផ្លែហើយបុរសអ្នកមានម្នាក់នោះគាត់ក៏បានចេញលុយថ្លៃចេកហើយចេកនោះគឺមានតម្លៃ$5បើយើងគិតទៅចេកមួយផ្លែគឺមានតម្លៃ$2កន្លះវាពិតជាថ្លៃខ្លាំងមែនទែនប៉ុន្តែសម្រាប់បុរសអ្នកមានម្នាក់នេះគាត់មិនបានតវ៉ាឬក៏មិនបានសួរនាំអ្វីឡើយគាត់បានឲ្យលុយថ្លៃចេក$5ហើយថែមទាំងបានឲ្យលុយធីបទៅកាន់អ្នករត់តុ$5ទៀតផងប៉ុន្តែស្រាប់តែពេលនោះគាត់ក៏បាននឹកឃើញដល់រឿងកាលពីម្សិលមិញដែលគាត់បានជួបនឹងស្ត្រីចំណាស់ដែលគាត់លក់ចេកមួយស្និតត្រឹមតែ$6ចំណែកឯចេកដែលគាត់បានទិញនៅពេលនេះគឺមានតែ2ផ្លែប៉ុណ្ណោះហើយមានតម្លៃដល់ទៅ$5គាត់ក៏បាននឹកឃើញហើយគាត់ពិតជាមានអារម្មណ៍ថាសោកស្ដាយខ្លាំងមែនទែនគាត់ក៏បានឡើងឡានជាប្រញាប់ដើម្បីទៅរកស្ត្រីម្នាក់នោះប៉ុន្តែវាពិតជាគួរឲ្យស្ដាយខ្លាំងមែនទែនដោយសារតែគាត់មិនអាចរកស្ត្រីម្នាក់នោះឃើញនោះទេគាត់ក៏បានហៅក្មេងប្រុសម្នាក់ដើម្បីមកសួរអំពីស្ត្រីម្នាក់នោះគាត់បានសួរទៅកាន់ក្មេងប្រុសនោះថាតើស្ត្រីម្នាក់ដែលបានអង្គុយលក់ចេកនៅទីនេះឥឡូវនេះគាត់ទៅណាបាត់ហើយក្មេងប្រុសម្នាក់នោះបានត្រឹមតែទម្លាក់ទឹកមុខចុះហើយក៏បានឆ្លើយទៅទាំងសំឡេងស្រងត់ស្រងាត់គេបានឆ្លើយថាស្ត្រីម្នាក់នោះនាងបានស្លាប់បាត់ទៅហើយដោយសារតែម្សិលមិញនេះគឺនាងលក់ចេកមិនដាច់ទាល់តែសោះហើយដោយសារតែការហេវហត់និងការមិនមានអាហារញ៉ាំជាច្រើនថ្ងៃបានធ្វើឲ្យស្ត្រីម្នាក់នោះដាច់ខ្យល់ស្លាប់ភ្លាមៗបន្ទាប់ពីបុរសអ្នកមាននោះបានឮហើយគាត់មានអារម្មណ៍ថាក្តុកក្តួលខ្លាំងមែនទែនគាត់ពិតជាស្តុកស្ដាយនៅទង្វើដែលគាត់បានធ្វើខ្លាំងមែនទែនគាត់បានគិតថាចុះប្រសិនបើកាលពីម្សិលមិញគាត់គ្រាន់តែទិញចេករបស់ស្ត្រីម្នាក់នោះមួយស្និតតម្លៃ$6តើស្ត្រីម្នាក់នោះនឹងត្រូវស្លាប់ដែរឬទេប្រកាសណាស់គឺមិនអាចនោះទេពីព្រោះថាលុយ$6អាចចិញ្ចឹមជីវិតរបស់ស្ត្រីម្នាក់នោះបានប៉ុន្តែឥឡូវនេះរឿងគ្រប់យ៉ាងគឺបានហួសបាត់អស់ទៅហើយស្ត្រីម្នាក់នោះលែងនៅទៀតហើយចាប់តាំងពីថ្ងៃនោះមកបុរសម្នាក់នោះគាត់ពិតជាមានអារម្មណ៍ថាខុសខ្លាំងមែនទែនគាត់មានអារម្មណ៍ថាគាត់ដូចជាបានសម្លាប់មនុស្សដែលក្រលំបាកម្នាក់មនុស្សដែលកំពុងតែខ្វះខាតម្នាក់ត្រូវបានគាត់សម្លាប់ហើយសាច់រឿងមួយនេះផងដែរក៏ចង់បង្រៀនយើងនិងចង់បង្ហាញយើងអំពីសង្គមបច្ចុប្បន្នថាសង្គមបច្ចុប្បន្នមនុស្សភាគច្រើនតែងតែមើលរំលងមនុស្សដែលកំពុងតែត្រូវការជំនួយហើយពួកគេបែរជាទៅជួយដល់មនុស្សណាដែលមានជីវភាពគ្រប់គ្រាន់ហើយប៉ុន្តែពួកគេមិនបាននឹកឃើញនិងគិតដល់មនុស្សដែលកំពុងតែខ្វះខាតហើយកំពុងតែស្រេកឃ្លាននោះទេគឺពួកគេបានមើលរំលងបាត់ទៅហើយពេលខ្លះការជួយបន្តិចបន្តួចមិនថាជាលុយកាក់មិនថាជាអាហារយើងប្រៀបបានដូចជាយើងកំពុងតែជួយមនុស្សម្នាក់ឲ្យមានជីវិតដូច្នេះហើយការដែលយើងចេះជួយដល់អ្នកដទៃវាគឺជារឿងមួយដែលល្អខ្លាំងមែនទែនវាធ្វើឲ្យយើងសប្បាយចិត្តហើយនឹងមានអំណរលើខ្លួនឯងហើយអ្នកដែលសប្បាយរីករាយអ្នកដែលមានអំណរជាងយើងទៀតនោះគឺព្រះវរបិតារបស់យើងដែលទ្រង់គង់នៅឯនគរឋានសួគ៌ទ្រង់ពិតជាសប្បាយចិត្តនិងមានអំណរចំពោះយើងខ្លាំងមែនទែននៅពេលដែលយើងមានសេចក្តីស្រឡាញ់មានការចេះជួយដល់គ្នាទៅវិញទៅមកគឺដូចដែលនៅក្នុងព្រះគម្ពីរបានប្រាប់យើងយ៉ាងជាក់ច្បាស់ហើយថា
ចូលឲ្យយើងស្រឡាញ់ដល់អ្នកជិតខាងរបស់យើងហើយឲ្យយើងស្រឡាញ់ពួកគេឲ្យដូចជាយើងស្រឡាញ់ដល់ខ្លួនយើងដែរបើក្រឡេកទៅមើលនៅក្នុងព្រះគម្ពីរគឺប្រៀបដូចជារឿងរបស់សាសសាមារីដ៏ចិត្តល្អតែគាត់បានជួយដល់ជនរងគ្រោះដែលជាជនជាតិយូដាទោះបីជាគាត់ដឹងថាជនជាតិយូដាមិនត្រូវគ្នាជាមួយនឹងសាសសាមារីក៏ដោយក៏គាត់នៅតែមានចិត្តអាណិតអាសូរដល់គេហើយជាចុងក្រោយផងដែរនាងខ្ញុំក៏សូមលើកទឹកចិត្តដល់ពុកម៉ែបងប្អូនក្មេងៗទាំងអស់គ្នាឲ្យយើងចេះស្រឡាញ់និងជួយដល់អ្នកជិតខាងរបស់យើងហើយឲ្យយើងចេះស្រឡាញ់ដល់អ្នកជិតខាងរបស់យើងឲ្យដូចដែលយើងបានស្រឡាញ់ខ្លួនឯងហើយជាចុងបញ្ចប់នាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ